បាទសួស្តីអ្នកទាំងអស់គ្នាសម្រាប់ថ្នាក់សំណងភាសាចិនសំណងចឹងនេះជាមេរៀនទី12ហើយគឺជាវីដេអូទី13ទៅតាក់ទងជាមួយពាក្យបច្ចេកទេសសំណងតោះចឹងយើងមើលពាក្យហើយនឹងចំណងជើងមេរៀនថ្ងៃនេះទាំងអស់គ្នា第12课មេរៀនទី12签合同បាទចឹងពាក្យ合同នេះមានន័យថាកុងត្រា签មានថាសញ្ញាចឹង签合同សញ្ញាកុងត្រាតោះចឹងយើងមើលពាក្យថ្មីទាំងអស់គ្នាពាក្យយើងពាក្យទី1គឺយើងអានថា包工头包工头包工头ហ្នឹងគឺមេក្រុមមកការបាទដូចជាពិសេសមេក្រុមដែលគាត់ដឹកនាំជាងដែលមកចូលមកការហ្នឹងគេហៅ包工头ហើយទី2合同合同នេះមានន័យថាកិច្ចសន្យាទី3算គណនាឬក៏គិតបាទគិតលេខគិតអីហ្នឹងទី4平方米ទាំងអស់គ្នាឃើញខ្ញុំដាក់សញ្ញាក្រហមទៅលើអក្សរ2នេះជើពាក្យហ្នឹងជួនកាលគេនិយាយថា平方米ឬក៏អ្នកខ្លះគេថា平米ឬក៏មិនអ្នកខ្លះទៀតនិយាយថា平方បាទបានច្រើនចឹងយើងចាំពាក្យពេញសិនណា平方米ម៉ែត្រេទី5单价តម្លៃគោលឬក៏តម្លៃឯកតាបាទទី6考虑ពិចារណាតោះខ្ញុំអានឲ្យសាថ្មី包工头合同算平方米单价考虑បាទតោះយើងមើលអត្ថបទសន្ទនាទាំងអស់គ្នាបាទចំណុចទី2នេះគឺអត្ថបទសន្ទនានៅក្នុងនោះមាន3នាក់បាទមានសៀវមីងលីចុងបាទសៀវមីងនេះគឺតំណាងឲ្យអ្នកបច្ចេកទេសឬក៏វិស្វករនៅក្នុងនោះចុះលីចុងនេះគឺប្រធានបាទប្រធាននៅក្នុងការថានឹងចុះនិយាយថាមេផ្នែកណាមួយចឹងផ្នែកសាងសង់ចុះ包工头នេះគឺយើងសំដៅទៅលើមេការក្រុមអាការតោះចឹងយើងមើលសៀវមីងគាត់បាននិយាយខ្លះលីចុង下午瓷砖包工头想过来签合同你有时间吗ចឹងលីចុងនេះដូចខ្ញុំបញ្ជាក់ពីមុនហើយលីជាតកោចុងជាពាក្យថាចុងជីងលីគឺអ្នកចាត់ការទូទៅឬក៏ប្រធានផ្នែកណាមួយក៏គេអាចនិយាយថាចុងជីងលីដែរ下午ពេលរសៀល瓷砖នេះគឺក្រោដល់ពេលពាក្យ包工头យើងបានរៀនខាងលើមិញគឺមេក្រុមអាការបាទអញ្ចឹងដល់ពេល瓷砖包工头គឺមេក្រុមអាការផ្នែកក្រោ想过来មានថាមក签合同សញ្ញាកុងត្រា你有时间吗时间ពេលវេលាអញ្ចឹងយើងបកប្រែជារួមមកគឺមេការក្រុមអាការចង់មកសញ្ញាកុងត្រាតើមេឯងមានពេលវេលាទេតើអ្នកឯងមានពេលវេលាទេបាទធម្មតាកូនចៅនិយាយទៅកាន់លើតើមេមានពេលវេលាទេចឹងលីចុងគាត់និយាយថា可以បានអូខេ下午3点让他过来吧បាន可以បានអូខេ下午3点បាទពេលសៀម៉ោង3让អនុញ្ញាតឬក៏អនុញ្ញាតឲ្យ过来មកបាទចឹងម៉ោង3រសៀលឲ្យគាត់មកបាទចឹងពេលវេលាម៉ោង3 3点钟了បាទម៉ោង3ហើយអានេះខ្ញុំគាត់ដាក់ឯង10ម៉ោង3ណាចឹងគេមានកិច្ចការអីជជែកគ្នាទៀតអូខេ包工头នេះគឺមេក្រុមអាការហ្នឹងគាត់បានមកដល់ហើយគាត់និយាយថាឡប់我来了បាទតកែខ្ញុំមកដល់ហើយចឹងលីចុងគាត់បានបន្តទៅកាន់មេក្រុមអាការហ្នឹងថា好OK坐吧អង្គុយចឹងលីចុងគាត់បានបន្តទៀតគាត់ថា单价我们已经跟你讲过了បាទ单价គឺតម្លៃឯកតាបាទពួកយើង我们已经បាន跟ជាមួយ讲និយាយដល់ពេល讲过បាននិយាយចឹងគាត់និយាយថាតម្លៃនេះតម្លៃឯកតាក្នុងមួយការ៉េដែលបិទការ៉ូហ្នឹងគឺគាត់បាននិយាយជាមួយរួចហើយព្រោះពាក្យ讲និយាយដល់ពេល讲过និយាយរួចហើយឬក៏ធ្លាប់និយាយចឹងតម្លៃឯកតាក្នុងមួយការ៉េប្រមាណហ្នឹងពួកយើងបាននិយាយប្រាប់ពួកគាត់ណាទី砖4.5块美金每
1平米ចឹង地砖4.5块美金每1平米បាទចឹងគីឡូបាតទីជាន់គីឡូបាតបាទតម្លៃ$4កន្លះរាល់ពពាកមីនេះរាល់ឬក៏យើងអាចនិយាយថាក្នុង1ម៉ែត្រការ៉េ墙砖5块美金每1平米ចឹងគីឡូអញ្ចឹងបាទ墙砖គីឡូអញ្ចឹងតម្លៃ$5រាល់1ម៉ែត្រការ៉េឬក៏ក្នុង1ម៉ែត្រការ៉េនឹងជួបមកអាចធ្វើបានអត់បាទចឹង包工头ក៏ឆ្លើយតបថា我觉得这个单价有点低បាទខ្ញុំយល់ថា觉得ខ្ញុំយល់ថាឬក៏ខ្ញុំមានអារម្មណ៍ថា这个单价បាទតម្លៃឯកតាមួយនេះមានថាតម្លៃក្នុង1ការ៉េប្រហែលមានថាតម្លៃក្នុង1ការ៉េប្រហែល$ហ្នឹងវារៀងទាបបន្តិចព្រោះទីនេះមានន័យថាទាប有点低បាទរៀងទាបបន្តិច能不能给我们加一点能不能អាចឬក៏មិនអាច给我们ឲ្យពួកយើង加នេះមានថាបូកឬក៏ថែមអាចថែមឲ្យពួកយើងបន្តិចទៀតអីបានទេបាទអញ្ចឹងលីចុងគាត់និយាយថា没事មិនអីទេបាទអត់មានបញ្ហាទេ如果做得好我可以考虑给你加5毛钱មិនទេបើសិនជា如果បើសិនបើ做得好ធ្វើបានល្អ我可以ខ្ញុំអាច考虑ពិចារណាខ្ញុំអាចពិចារណា给你加បាទ加បូកឬក៏ថែមឲ្យអ្នក5កាក់ទៀតពពាក5ម៉ោមានថា$0.5តើគ្នាយើងតោះអញ្ចឹងមិនប្រយោគនេះខ្ញុំអានឲ្យទាំងអស់គ្នាផ្ទៀងបាទ下面关键呢，李总下午瓷砖包工头想过来签合同，你有时间吗？吧，李总关键呢，可以，下午3点让他过来吧。嘛，正毛8到了，3点到了，包工头嘛到 office， 李总关键呢，老板我来了，李总不到，好，坐吧。单价我们已经跟你讲过了，地砖吧。4.5块美金每1平米吧，墙砖5块美金每1平米，能做吗？包工头个不到点，我觉得这个单价有点低，能不能给我们加一点？李总不到，没事，如果做得好，我可以考虑给你加5毛钱。បាទកាលណាយើងធ្វើការល្អតើកាយគេពេញចិត្តមិនអីទេធ្វើការស្អាតថែម5កាក់ទៀតក្នុង1ការ៉េអូខេអញ្ចឹងមេរៀនថ្ងៃនេះខ្ញុំបានបញ្ចប់ត្រឹមហ្នឹងសង្ឃឹមថាទាំងអស់គ្នាអ្នកធ្វើការឬក៏អ្នកមើលការក្នុងផ្នែកសំណង់អាចទទួលបានពាក្យថ្មីៗនេះយកទៅអនុវត្តក្នុងកន្លែងការងារ谢谢